សួស្តីអ្នកទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះផងដែរជួបគ្នាជាមួយនឹងខ្ញុំបាទម្ដងទៀតហើយជាមួយនឹងវីដេអូឃ្លីបខ្លីហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកឡើងអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើតនៅ account Gmail ដែលជា account មួយដ៏សំខាន់នៅក្នុងទូរស័ព្ទយើងឥឡូវយើងចូលមកកន្លែង account ហើយយើងមកកន្លែងជួរទី2គឺ add account នៅខាងក្រោមនេះaccount Gmail គឺជា account មួយដ៏សំខាន់សម្រាប់ទូរស័ព្ទនៅក្នុងការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទកម្មវិធី Facebook YouTube ក៏ដូចជា Google Play ជាដើមបន្ទាប់ពីចូលមកក្នុងនេះហើយយើងត្រូវមកចុចកន្លែងពាក្យ Google យើងត្រូវ add account Google តមកទៀតយើងយកពាក្យថា new នៅខាងក្រោមបន្ទាប់មកសូមធ្វើការដាក់ឈ្មោះរបស់យើង first name គឺឈ្មោះខាងលើហើយនៅក្នុងការដាក់ឈ្មោះនេះគឺសូមដាក់ឲ្យមានបានដាក់ឈ្មោះពិតក៏បានឬក៏ដាក់អ្វីក៏បានដែរ last name គឺឈ្មោះខាងក្រោមតទៅមកយើងចុច next ទៅមុខកន្លែងនេះគឺ email យើងត្រូវដាក់ email បាទខ្ញុំសូមដាក់ដើម្បីអ្នកនរគ្នាមើលជាគំរូប៊ុនណា205 909ហើយនៅកន្ទុយរបស់វាគឺ @gmail.com យើងចុចសញ្ញា next ទៅមុខបន្ទាប់មកយើងត្រូវដាក់ password ប៉ុន្តែ password នេះគឺត្រូវដាក់ចាប់ពី8ខ្ទង់ឡើងដាក់ជាលេខក៏បានអក្សរក៏បានតែខ្ញុំសូមមិនបង្ហាញអ្នកទាំងអស់គ្នាទេឥឡូវបន្ទាប់ពីខ្ញុំដាក់រួចហើយគឺ password ខាងលើនិងខាងក្រោមគឺយើងត្រូវដាក់ឲ្យដូចគ្នានិយាយរួមគឺ password តែមួយប៉ុន្តែខាងក្រោមគឺសម្រាប់សម្គាល់បន្ទាប់មកយើងចុចសញ្ញា next ទៅមុខបន្ទាប់មក not now បន្ទាប់មកទៀត next ទៅមុខទៀត I accept ខាងលើហើយមកដល់កន្លែងនេះគឺយើងត្រូវសរសេរនៅក្នុងកន្លែងដែលកំពុងលោតឲ្យវាយពាក្យគឺយើងត្រូវសរសេរតាមអក្សរនៅក្នុងក្រឡោនសនៅខាងលើគឺអក្សរក្រឡោនសនៅខាងលើនេះឯងគឺយើងត្រូវសរសេរដូចគ្នាយើងមើលឲ្យច្បាស់ដើម្បីកុំឲ្យខុសបើខុសវានឹងលោតមកម្ដងទៀតនេះដូចជា S T S O T O E W next ទៅមុខទៀតបន្ទាប់មកវានឹងធ្វើការ confirm នៅអ្វីដែលយើងកំពុងតែផ្ទៀងផ្ទាត់សូមរងចាំរយៈពេលមួយផ្លែតបន្ទាប់មកលោតមកដល់កន្លែងនេះយើងត្រូវចុចពាក្យ skip នៅខាងឆ្វេងដៃអូខេចុច skip បន្ទាប់មកចុច next ទៅមុខទៀតនៅខាងស្ដាំដៃដដែលតែប៉ុណ្ណឹងគឺយើងបាន account Gmail មួយសម្រាប់ខ្លួនយើងផ្ទាល់ហើយយើងហៅថាបង្កើត Gmail ដោយខ្លួនឯងហើយ Gmail នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបង្កើត Facebook ក៏ដូចជាយកវាទៅប្រើនៅក្នុង Google Play Store ក៏ដូចជា YouTube ហើយនិង Google Search ជាដើមដែលវាគឺជាសុវត្ថិភាពសារមួយសម្រាប់ពួកយើងពេលដែលយើងបង្កើតហើយសូមយើងចូលមកក្នុងកម្មវិធី Gmail កម្មវិធី email របស់យើងគឺ Gmail យើងវាយ Gmail ក៏ដូចជា password ដែលយើងបានបង្កើតបាញ់មកយើងវាយបញ្ចូលកន្លែងហ្នឹងហើយយក next គឺចប់សពគ្រប់ហើយគឺជាកន្លែងមួយសម្រាប់ផ្ទុកសារដែលតាក់ទងជាមួយនឹងបញ្ហា Facebook ក៏ដូចជាបញ្ហាផ្សេងៗនៅក្នុងទូរស័ព្ទយើងតាក់ទងជាមួយនឹងប្រព័ន្ធដំណើរការផ្សេងៗដូចជា Facebook ឬក៏យើងត្រូវយកវាទៅបង្កើតជាមួយនឹងកម្មវិធីផ្សេងៗដែលតាក់ទងជាមួយនឹង Gmail ឬក៏ email ជាដើមឥឡូវយើងចូលមកក្នុងកម្មវិធី Facebook វិញដើម្បីបង្កើតនៅaccount Facebook មួយដ៏ផ្ទាល់គណនី Facebook មួយដ៏ផ្ទាល់ជាមួយនឹង account Gmail មិញតើវាមានសារៈប្រយោជន៍បែបណាខ្ញុំនឹងជម្រាបជូនខាងក្រោមឥឡូវយើងចូលមកដល់ទីនេះ continue ជាមួយនឹង email តែនេះជា email ចាស់របស់ខ្ញុំដូច្នេះហើយខ្ញុំសូមលុប Gmail នេះចេញដាក់ Gmail ដែលខ្ញុំបានបង្កើតអំបញ្ញមិញគឺប៊ុនណា205 909 205
បន្ទាប់មកយើងដាក់ឈ្មោះទៅបន្ទាប់ពី continue យើងដាក់ឈ្មោះស្រីណែត continue នៅខាងក្រោមចុច continue នៅខាងក្រោមបន្ទាប់មកសូមយើងបញ្ចូល password យើងបង្កើត password មួយសម្រាប់ Facebook តែខ្ញុំសូមលាក់មិនឲ្យអ្នកទាំងអស់គ្នាឃើញទេបាទហើយយើងចុច continue ទៀតពេលដែលយើងដាក់ password ហើយសំខាន់ password នោះគឺជាការចងចាំរបស់យើងផ្ទាល់បន្ទាប់មកយើងជ្រើសរើសយកថ្ងៃខែឆ្នាំកំណើតអូខេ continue page ស្រីបាទប៉ុណ្ណេះគឺយើងអាចបង្កើត account មួយ Facebook មួយសម្រាប់ខ្លួនយើងផ្ទាល់ហើយប៉ុន្តែវាមិនទាន់ចាប់សពគ្រប់នោះទេពីព្រោះថា account Facebook ដែលបង្កើតជាមួយនឹង Gmail គឺត្រូវការ confirm លេខកូដពី Gmail ចូលមកដល់ទីនេះគឺយើងត្រូវចុច skip ទាំងអស់គឺយើងចាំរៀបចំពេលក្រោយចូលមកដល់ទីនេះយើងគ្រប់គ្នាបងប្អូនមួយចំនួនក៏តែងតែឆ្ងល់ថាហេតុអីបានជាមានសញ្ញាខាងលើនេះហើយពេលដែលយើងចុចឆ្វែងចុចសញ្ញាខ្វែងនៅខាងស្ដាំដៃនេះវាតែងតែ account ហ្នឹងប្រហែលថ្ងៃក្រោយមកក៏គេបិទចោលវិញតាមពិតនេះហើយជាបញ្ហាដែលខ្ញុំត្រូវណែនាំអ្នកទាំងអស់គ្នាឲ្យចេះប្រើ email ដែលខ្ញុំបានបង្កើតដើម្បីមិញអញ្ចឹងហើយដើម្បីបានលេខកូដ continue ពីក្រុមហ៊ុន Facebook តែយើងត្រូវធ្វើដូចម្ដេចគឺយើងមើលពណ៌បៃតង continue យើងចុចទៅកន្លែងនេះគឺជាកន្លែងបញ្ចូល password បាទគឺ continue code ប៉ុន្តែយើងអត់មានលេខកូដតែយើងទៅយកពីណាយើងក្រឡេកទៅលើអេក្រង់គឺក្រុមហ៊ុនបានផ្ញើសារមកហើយអញ្ចឹងយើងត្រូវចូលទៅក្នុង Gmail ដែលយើងបានបង្កើតនៅក្នុងទូរស័ព្ទមិញដូចខ្ញុំបង្ហាញជូនយើងបិទទៅហើយយើងទៅមើលនៅក្នុង email តើសារនោះវានៅត្រង់ណាបើយើងរកអត់ឃើញគឺយើងត្រូវចុចកន្លែង option វាហើយកន្លែង send បើកន្លែងនេះអត់ឃើញទៀតចុច option ទៀតមកកន្លែង show all បន្ទាប់មកយើងចុចពាក្យ spam អត់មានទៀតយើងត្រូវចុច inbox ពីលើអូខេនេះគឺសារពីក្រុមហ៊ុន Facebook ដែលបានឲ្យលេខកូដបញ្ជាក់បាទគឺ93371បាទនេះគឺជាលេខកូដបញ្ជាក់ថា account ហ្នឹងគឺជា account របស់យើងបានបង្កើតបាទបន្ទាប់មកយើងចូលទៅក្នុង Facebook ហើយយើងវាយ password បាញ់មិញបាទតែប៉ុណ្ណឹង continue account របស់យើងគឺអាចប្រើប្រាស់បានជាធម្មតាទៅហើយប៉ុន្តែសូមបញ្ជាក់ផងដែរថាក្នុងមួយថ្ងៃអាច add friend បានតែត្រឹម50នាក់ចុះក្រោមប៉ុណ្ណោះបើយើងហ៊ានធ្វើលើសពីបទបញ្ជារបស់ក្រុមហ៊ុនគេនឹងធ្វើការបិទនៅ account យើងដោយស្វ័យប្រវត្តិមួយទៀតផងដែរចង់បញ្ជាក់អ្នកទាំងអស់គ្នាថា account Gmail វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យកមកបង្កើតជាមួយនឹងFacebook យ៉ាងហើយសូមអ្នកទាំងអស់គ្នាកុំបង្កើត Facebook ជាមួយនឹងលេខទូរស័ព្ទអីពីព្រោះថាពេលខ្លះបើយើងបាត់ទូរស័ព្ទទៅគឺបើលេខទូរស័ព្ទនោះយើងមិនអាចបើកយកមកវិញបានទេ Facebook យើងនឹងមានបញ្ហាកើតឡើងដូច្នេះហើយសូមអ្នកទាំងអស់គ្នាប្រើ Gmail ដើម្បីសុវត្ថិភាពហើយត្រូវចងចាំ Gmail ក៏ដូចជា password ដើម្បីពេលដែលយើងដូរទូរស័ព្ទគឺយើងអាចចងចាំវាអាចបញ្ចូលនៅទូរស័ព្ទរបស់យើងមួយទៀតដើម្បីយើងអាចប្រើប្រាស់បានជាធម្មតាអូខេដូច្នេះតែប៉ុណ្ណេះគឺយើងបាន account Facebook មួយសម្រាប់ប្រើប្រាស់យ៉ាងមានសុវត្ថិភាពទៅហើយប៉ុន្តែសុវត្ថិភាពមិនទាន់ 100% ទេវីដេអូក្រោយនឹងបង្ហាញជូនអ្នកទាំងអស់គ្នាលម្អិតអរគុណសម្រាប់ការទស្សនា